ជំរាបសួរដល់សិស្សានុសិស្សនិងក៏ដូចជាបងប្អូនទាំងអស់ដែលចូលមកសិក្សានៅមេរៀនសៀវភៅ Up and Away បាទអញ្ចឹងនៅក្នុងគណៈពេលនេះដែរយើងចូលទៅបន្តមេរៀនរបស់យើងបន្តពីការបកស្រាយបាទវិយាករណ៍កាលក៏ដូចជាវិយាករណ៍ទូទៅឥឡូវនេះយើងចូលទៅសិក្សានៅផ្នែកមេរៀនមុននឹងយើងសិក្សានៅអត្ថបទសូមទៅសិក្សានៅពាក្យដើម្បីមកបកនៅអត្ថបទនេះតែអត្ថបទនេះខ្ញុំបកជាភាសាខ្មែរឲ្យហើយជាការស្រេចបាទមិនពិបាកទេបាទឥឡូវយើងចូលទៅសិក្សាពាក្យអញ្ចឹងពាក្យយើងមានការលើកដាក់សំឡេងដែរបាទមានពាក្យថាបាទមានពាក្យថា sneeze អញ្ចឹងយើងប្រែមកបានកណ្ដាស់បាទទី2ពាក្យថាដាន់បាទបានរំហើយអ្វីដែលខ្ញុំដាក់នេះយើងលើកដាក់សំឡេងតាមនឹងមកបាទវាមានពាក្យអាមេរិកាំងហើយនឹងពាក្យចក្រភពអង់គ្លេសបាទការលើកដាក់សំឡេងណាអូខេមានពាក្យថា clam ណា clam ហ្នឹងហើយផ្ទះបានផ្ទះដៃណាយើងអានធម្មតាពាក្យ simple នេះ simple ដែលខ្ញុំដាក់ simple ហ្នឹងអានោះគឺយើងអានធម្មតាបាទ club បាទអាន club មក clubs ហ្នឹងហើយអូខេទី4គឺ laugh បាទអានធម្មតានេះ laughed សើចបានសើចចឹងទៅបាទទី5 skip ណាបានលោតខ្ញុំភ្លេចអក្សរតនេះបាទសូមដាក់អក្សរតមួយបាទលោតបន្តណាហ្នឹងហើយបាទអានធម្មតា skipped skip ទី6balance បាទ balance បានរក្សាលំនឹងណា balance ណាទី7 lifted បាទ lifted បានលើកយើងអានធម្មតា lifted ណាតទៀតទី8បាទអានេះយើងអានតាមសិញណានេះemergency បាទ emergency ណា emergency គុណសិស្សមួយចំនួនគាត់អាន emergency បាទអញ្ចឹងអាន emergency បាទអ្នកលេងបាទអ្នកលេងមន្តអាគមបាទម្នាក់ខ្ញុំដាក់បាទហ្នឹងមួយទៀតទី9 surprise បាទ surprise បាទបានភ្ញាក់ផ្អើលណាហ្នឹងយើងដាក់បានភ្ញាក់ផ្អើលបាទខ្ញុំភ្លេចពាក្យបានណាហ្នឹងហើយបាទបានភ្ញាក់ផ្អើលដាក់អក្សរឲ្យប៉ុនគ្នាបាទអូខេយើងអានធម្មតាណាអាចអានធម្មតា surprise បាទទី10បាទទី10 audience បាទ audience ទស្សនិកជនណាយើងអានតាមនឹងមកមានអាមេរិកាំងនិងអង់គ្លេសបាទអានេះអង់គ្លេសណានេះអាមេរិកាំងគឺ audience បាទអូខេអញ្ចឹងអាមេរិកាំងអង់គ្លេសខ្លះយើងអានសំឡេងដូចគ្នាបាទអញ្ចឹងយើងបន្តទៅអានអត្ថបទតែម្ដងណានៅក្នុងមេរៀននេះបាទទី1ហ្នឹងគឺ unit 1 past tense Jimmy and May went to a circus yesterday what happened បាទ look at the picture then read the sentence បាទអញ្ចឹងបកមក Jamie ហើយនិង May បានទៅទស្សនាបាទសៀកណាបាទសៀកសហសកម្មកាលពីម្សិលមិញតើមានអ្វីកើតឡើងគេសួរអញ្ចឹងណាចូលក៏លេខមើលរូបភាពហើយបន្ទាប់មកអានប្រយោគឥឡូវយើងអានប្រយោគហើយខ្ញុំមានការបកប្រែឲ្យស្រេចហើយបន្ទាប់ពីចប់ពីហ្នឹងទៅខ្ញុំដាក់ភាពយន្តឲ្យមួយបាទភាពយន្តហ្នឹងខ្ញុំធ្លាប់បានដាក់បង្ហោះម្ដងហើយបាទឥឡូវខ្ញុំនឹងបង្ហោះភ្ជាប់ទៅនឹងមេរៀនតែម្ដងណាអូខេទី1 an elephant sneeze យ៉ាងដំរីបានកណ្ដាស់
យើងប្រែថាបានអញ្ចឹងពីព្រោះកាលអតីតណាហ្នឹងហើយទី2 beer dant បានខ្លាឃ្មុំមួយក្បាលបានរំបានបាទទី3sill club បានសត្វត្រាមមួយក្បាលបានទះដៃបាទទី4 cloud lost អញ្ចឹងក្លុកមួយក្បាលបាទក្លុកមួយក្បាលបានសើចទី5 kangaroo skip rope បាទសត្វកង់គូរូមួយក្បាលបានលោតខ្សែពួរបាទទី6an acrobat បាទ an acrobat balance on tie rope បាទអ្នកលេងកាយសម្ព័ន្ធម្នាក់ហ្នឹងបានរក្សាលំនឹងនៅលើខ្សែពួរបាទអូខេអញ្ចឹងទី7បាទ a man lifted a heavy weight អញ្ចឹងបរិសុទ្ធម្នាក់បានលើកបាទរបស់ធ្ងន់មួយទី8 Murchison បាទ Murchison surprised the audience បាទ CE យើងចេញសម្លេងសើណាបាទអញ្ចឹងអ្នកលេងមន្តអាគមម្នាក់ហ្នឹងបានធ្វើឲ្យទស្សនិកជនហ្នឹងមានការភ្ញាក់ផ្អើលបាទអញ្ចឹងចប់បាត់ហើយនៅក្នុងអត្ថបទទី1មេរៀនទី1ចប់បាត់ហើយអញ្ចឹងយើងចូលទៅបន្តបាទអត្ថបទទី2ទៀតនេះ Everybody sings he won, yes you won this circus, baby a plan, a day at the circus, and text on screen. Yesterday Jimmy and May went to the circus, they were very excited. An elephant sneezing, people laughing, first an elephant sneezed and everyone laughed.